ប្រជាពលរដ្ឋប្រមាណ10គ្រួសារស្ថិតនៅក្រុងរុនត្អែកក្នុងខេត្តសៀមរាបស្នើអាជ្ញាធរជួយពន្លឿនដោះស្រាយចេញប្លង់កម្មសិទ្ធិដីធ្លីខណៈពួកគាត់ព្រមផ្ដល់ដីជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរជាថ្នូរនឹងការទទួលយកប្រាក់ឧបត្ថម្ភផ្សេងៗពីរដ្ឋនិងបានកម្មសិទ្ធិដីធ្លីលើដីដែលបានផ្ដល់ជូនរដ្ឋក្នុងមួយគ្រួសារចំនួន3ឡូប៉ុន្តែជិត3ឆ្នាំមកហើយពួកគាត់នៅពុំទាន់ទទួលបានកម្មសិទ្ធិដីធ្លីនៅឡើយកាលពីឆ្នាំ2022ប្រជាពលរដ្ឋប្រមាណ38គ្រួសារមានដីចន្លោះពី2ហិកតាទៅជិត6ហិកតាបានប្រគល់ដីទៅឲ្យអាជ្ញាធរខេត្តសៀមរាបដើម្បីធ្វើសម្បទានជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរនិងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរារហូតមកដល់ឆ្នាំ2025នេះប្រជាពលរដ្ឋ28គ្រួសារបានទទួលបានកម្មសិទ្ធិចំពោះដីដែលរដ្ឋបានផ្ដល់ជូនក្នុងមួយគ្រួសារ3ឡូរួចហើយដោយឡែកពលរដ្ឋ10គ្រួសារទៀតអាជ្ញាធរមិនទាន់បានផ្ដល់បានកម្មសិទ្ធិឲ្យពួកគាត់នៅឡើយអ្នកស្រី Prinkin បានលើកឡើងថាអ្នកស្រីមានដីប្រមាណ6ហិកតាដែលបានប្រគល់ជូនឲ្យអាជ្ញាធរខេត្តកាលពីឆ្នាំ2022ជាថ្នូរមកវិញអ្នកស្រីទទួលបានការឧបត្ថម្ភជាថវិកាចំនួន1,44,000 រៀលបានសមត្ថភាពនិងសម្ភារៈមួយចំនួនថែមលើសពីនេះអាជ្ញាធរបានប្រគល់ដីជូនអ្នកស្រីវិញចំនួន3ឡូដែលក្នុង1ឡូមានទំហំ20ម៉ែត្រគុណនឹង30ម៉ែត្រនិងសន្យាធ្វើបានកម្មសិទ្ធិជូនអ្នកស្រីប៉ុន្តែរហូតមកដល់ពេលនេះរយៈពេលជិត3ឆ្នាំមកហើយអាជ្ញាធរមិនទាន់បានប្រគល់ប្លង់ដីកម្មសិទ្ធិស្របច្បាប់ជូនអ្នកស្រីនៅឡើយអ្នកស្រីថាក៏នៅសប្តាហ៍ថ្ងៃចាំគេដោះស្រាយអូយខ្ញុំដោះស្រាយអូយក៏នៅតែសប្តាហ៍ណាយូរខ្ញុំចេះតែទៅសួរធានភូមិថាល្មិចចូលអាកមិតនេះប្រកាន់ណៃអូនេះប្លង់អញល្មិចទីតាំងក្មេថៃមីថាចាំគេចាញ់អូយមកជាមួយភូមិចាស់យើងនេះណាតែគេបាញ់ភូមិចាស់នេះក៏គេថាចាំចាញ់ជាមួយភូមិចាស់ចូលបើអញប្លង់អញដៃអញដោះដូរមិនបានតែអញចាញ់អុយអញជាមួយភូមិចាស់មិនចូលអុយចាញ់អុយអញលឿនថ្មីមកអុយលឿនក៏គេថាអុយរងចាំក៏ចេះរងចាំគេមិនដឹងគេទៅណាប្រជាពលរដ្ឋម្នាក់ទៀតគឺលោកពុតប៉ុនបានលើកឡើងថាជីវភាពពួកគាត់ជួបការលំបាកដោយត្រូវការបានកម្មសិទ្ធិជាចាំបាច់ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្ដែងប៉ុន្តែបានត្រឹមតែរងចាំជីវភាពមានការខ្វះខាតប៉ុន្តែក៏លោកនៅតែរងចាំខ្វះខាតជីវភាពគ្រួសារដែលបងបានដោយសារយើងសំបីគឺធ្វើទៅឆ្ងាយយកពិបាកអរិយថាវិការយើងចេញចូលទៅណាតែមិនអាចជួយផ្ទះផងយើងថាវិការយើងធ្វើប្រេងការនេះផងក៏វាពិបាកចេះតែខំតស៊ូយកតែបានទិញតក់ចេះតែខំរះកូនចៅរៀននឹងបងហើយកូនចៅរៀនមិនចូលដោយសារពុកម្ដាយវាអត់លុយកាក់តែថាថាតកាផងទៅពុកវាលំបាកដែរក៏បាក់ឈប់រៀនមកជួយការនេះពុកមានដីជាង2ហិកតាដែលបានដោះដូរជាមួយរដ្ឋដែរលោកជ្រុចសុងបានស្នើទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយពន្លឿនក្នុងការផ្តល់បានកម្មសិទ្ធិដីជូនពួកគាត់ដើម្បីជៀសវាងការរស់នៅទាំងក្តីបារម្ភម្យ៉ាងបានកម្មសិទ្ធិពិតជាចាំបាច់សម្រាប់ពួកគាត់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃអូតែចេញបានឲ្យខ្ញុំថាត្រូវការអីខ្ញុំនឹងចាំចេះណាយកអង្ការអីណារូស៊ីគាត់ឆាត់ចេញចង់ឲ្យពូខ្ញុំមកមិនសន្យាខ្ញុំនឹងថាឆាត់ខ្ញុំព្រាមអុយព្រាមអត់ចាំសូននឹងជិតទីឆ្នាំអត់ជិតទីឆ្នាំជាងគូចិត្តណាផ្លៃថ្ងៃណាទីបកយកទៅវិញទៅយ៉ាប់យើងទៀតអត់មិនបានប្លង់លុយគេដូចឯងជំទប់ទី1សង្កាត់រុនត្អែកលោកទាវសំបានលើកឡើងថាអាជ្ញាធរកំពុងដំណើរការរៀបចំដោះស្រាយជូនពួកគាត់ដែលនៅសេសសល់10គ្រួសារនោះហើយប៉ុន្តែលោកធ្លាប់ប្រាប់ទៅប្រជាពលរដ្ឋឲ្យរងចាំការដោះស្រាយនិងចេញបានកម្មសិទ្ធិជាមួយនឹងប្រជាពលរដ្ឋនៅក្រុងរុនត្អែកទាំងមូលដោយថានៅក្នុងរយៈពេលថ្មីនេះអាជ្ញាធរកំពុងតែជួបដោះស្រាយបញ្ហាដីដែលមានទំនាស់នៅតំបន់ផ្សេងជូនប្រជាពលរដ្ឋសិនដល់នឹងការយកបន្តិចដែរចំពោះរដ្ឋបាលសង្កាត់និងក្រុងដែលកំពុងធ្វើការដោះស្រាយនៅដីផ្សេងដែលកំពុងមានបញ្ហាជាមួយគ្នាពាក់ព័ន្ធទៅលើវិវាទដីធ្លីខ្លះដែលគាត់មានដូច្នេះយើងត្រូវបញ្ចប់សិនដើម្បីគាត់ថាបានគាត់ជាមួយនឹងខ្ញុំគាត់ច្បាស់ហើយគាត់ដឹងថាយ៉ាងម៉េចដែរជុំវិញរឿងនេះដែរអ្នកនាំពាក្យសាលាខេត្តសៀមរាបលោកលីវណ្ណៈបានមានប្រសាសន៍ថាអ
អាជ្ញាធរខេត្តនឹងបន្ទប់ចោលបញ្ហាកង្វល់របស់ប្រជាពលរដ្ឋនោះឡើយលោកលើកឡើងថាមន្ត្រីរាជការសម្រាប់ជាពលរដ្ឋកិច្ចការងារដែលត្រូវនិយាយរបស់គាត់ហើយយើងត្រូវទទួលការងារព្រោះធម្មតាសេវារបស់គាត់មានកំណត់ថ្ងៃការចុះបញ្ជីអីច្បាស់លាស់មកតែដល់បើមិនមានបញ្ហាអីគឺមិនអាចទុកកិច្ចការរបស់គាត់ចោលទេព្រោះយើងជាមន្ត្រីសម្រាប់ជាពលរដ្ឋយើងត្រូវតែបម្រើសេវាជូនបងប្អូនជាពលរដ្ឋទៅអ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យលោកអិនគង្ជិតយល់ថាអាជ្ញាធរខេត្តក៏បីពន្លឿនការផ្តល់បានកម្មសិទ្ធិជូនពួកគាត់លើក្រុងរុនតាឯកដែលនៅសេសសល់ជាជាងពន្យាពេលតទៅទៀតដោយថាវានឹងផ្តល់ការលំបាកក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះប្រសិនបើទីតាំងពួកគេកំពុងរស់នៅមិនទាន់មានបានកម្មសិទ្ធិស្របច្បាប់នៅឡើយលោកមានប្រសាសន៍ថានឹងហើយករណីហ្នឹងអាជ្ញាធរខេត្តគួរពន្លឿននៃការចុះបញ្ជីផ្ដល់បានកម្មសិទ្ធិឲ្យពួកគាត់ដែលនៅសេសសល់ហ្នឹងទៅដើម្បីឲ្យពួកគាត់បានយកបានកម្មសិទ្ធិទៅប្រើប្រាស់ផ្សេងក្នុងតម្រូវការជីវភាពប្រចាំថ្ងៃរបស់គាត់ដូចជាការស្នើសុំកម្ចីដាក់ធានាកម្ចីអីដើម្បីយកផលទុនពង្រីកដើមទុនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់គាត់ហើយបើសិនជាមិនបានចេញប្លង់កម្មសិទ្ធិឲ្យពួកគាត់ហើយវាជាការអូសបន្លាយហើយឲ្យពួកគាត់មានការអស់ជំនឿទៅលើអាជ្ញាធរហើយបន្តឲ្យពួកគាត់រងទុក្ខលំបាកក្នុងការប្រកបការងារប្រចាំថ្ងៃដោយសារពួកគាត់ត្រូវធ្វើចំណាកស្រុកទៅប្រកបមុខរបរនៅកន្លែងឆ្ងាយខ្ញុំហ៊ុនឌីម៉ូរាយការណ៍ពីខេត្តសៀមរាប